ខ្ញុំសុំដាក់ចេញយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមបានន័យថាយើងមិនតបតកម្លាំងប្រដាប់អាវុធជាមួយថៃហើយព្យាយាមរំលត់សង្គ្រាមដោយដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងការចរចារហូតបានបោះបង្គោលព្រំដែនកន្លងមកនៅលើបណ្ដាញសង្គមមានការបញ្ចេញមតិជជែកវែកញែកនិងការចោទជាសំណួរនិងការបង្ហាញពីកង្វល់ជាច្រើនដូច្នេះសូមបញ្ជាក់ជូនបងប្អូនឲ្យជ្រាបថាការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42ដល់47និងលេខ52ដល់59មិនមែនជាការដែលទើបនឹងចាប់ផ្ដើមទាំងស្រុងនោះទេនឹងធ្វើឡើងដោយការប្រញាប់ប្រញាល់នៅក្នុងរយៈពេលខ្លីនោះដែរពោលគឺការងារនេះក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានប្រជុំជជែកគ្នាអស់រយៈពេលជិត20ឆ្នាំមកហើយគឺចាប់តាំងពីឆ្នាំ2006មកម្លេះនិងទើបឈានដល់ដំណាក់កាលនៃការចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅលើទីតាំងដីជាក់ស្ដែងនៅពេលនេះការវាស់វែងនិងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនចន្លោះលេខ42ដល់47និងបង្គោលព្រំដែនចន្លោះលេខ52ដល់59គឺធ្វើឡើងយ៉ាងម៉ត់ចត់និងទទួលខុសត្រូវខ្ពស់បំផុតដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណានិគមបារាំងមកម្លេះហើយការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42ដល់47និងលេខ52ដល់59មានគោលដៅចម្បងគឺដើម្បីកំណត់នៅខណ្ឌសីមាត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃដោយផ្អែកលើឯកសារគតិយុត្តបន្សល់ទុកពីអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិហើយវាក៏ជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធីនិងដើម្បីឈានទៅបញ្ចប់ជម្លោះផងដែរ